នេះហើយពុកម៉ែបងប្អូនកន្លែងខ្ញុំលក់រាល់ថ្ងៃនឹងហើយដើម្បីតែលុយកាត់ព្រៃកាត់ផ្សែងដើម្បីតែអីដើម្បីតែគ្រួសារព្រោះយើងមានទំនួលគ្រួសារហ្នឹងហើយនេះហើយសិតតែអ្នកលក់ហ្នឹងហើយឃើញអាទិសទាំងអស់នេះសិតតែអ្នកលក់ទេមើលហើយទៅហ្នឹងហើយនេះលក់អត់សូវបានច្រើនទេពុកម៉ែបងប្អូនដោយសារអីសិស្សអត់សូវចេញមកក្រៅហ្នឹងហើយដល់ពេលហើយលក់បានតិចតិចអត់សូវបានច្រើននេះសាលារៀនពុកម៉ែបងប្អូនសាលារៀនក្មេងរៀនគេចូលអស់ហើយនៅចាំជួងទី2ក្មេងចេញមកវិញហ្នឹងហើយដល់ពេលអញ្ចឹងតនេថតនេះធុងទឹកអំពៅរបស់ខ្ញុំហើយនេះគេអ្នកលក់ផ្សេងទៀតហ្នឹងហើយពុកម៉ែបងប្អូនទៅអស់4-5នាទីហើយនៅសល់តែ3ហ្នឹងម៉ោងទី2នេះកន្លែងមួយទៀតនៅខាងមុខសាលាដែលខ្ញុំថតទេសភាពធម្មជាតិនេះមើលផ្កាពុកម៉ែបងប្អូនស្អាតមានឡានមានម៉ូតូជិះរាល់ថ្ងៃហ្នឹងហើយមើលហើយទៅហើយសម្រាប់ធម្មជាតិវិញស្រស់បំព្រងពុកម៉ែបងប្អូនមើលនៅអាទិសទឹកអំពៅខ្ញុំនេះមើលហើយហ្នឹងហើយអត់សូវមានពាក្យនិយាយទេពុកម៉ែបងប្អូន